អ្នកទាំងអស់គ្នាខ្ញុំមានរឿងមួយទៀតតែតន់តែលេខ2ដូចគ្នាយកមក recap ឲ្យអ្នកទាំងអស់គ្នាស្ដាប់ដែលរឿងហ្នឹងរៀងល្បីគួរសមដែរដែលត្រូវបានខាងកម្មវិធីរឿងខ្មៅខ្លះផលិតជារបៀបរឿងខ្លីៗដើម្បីចាក់ផ្សាយហើយក៏ដូចជាប៉ុស្តិ៍វិទ្យុរឿងខ្មៅខ្លះគេទេចូលមកនិយាយពីហេតុការណ៍នោះដូចគ្នាដែលហេតុការណ៍ហ្នឹងវាស្ដាប់មើលទៅវាគួរឲ្យអាណិតជាងគួរឲ្យខ្លាចពាក់ព័ន្ធទៅលើម្ដាយកូន2នាក់ដែលម្ដាយនឹងបានស្លាប់ប្រហែលជា3ថ្ងៃហើយប៉ុន្តែវិញ្ញាណគាត់នៅតែមើលថែកូនក្មេងនៅក្នុងផ្ទះរហូតតែជាគូរបស់គាត់ហើយតាមដែលខ្ញុំស្ដាប់ការសម្ភាសរបស់ប្អូនស្រីគាត់ដែលស្ថានីយ៍ប៉ុស្តិ៍វិទ្យុច្រឡំដែលស្ថានីយ៍ប៉ុស្តិ៍ទូរទស្សន៍មួយបានសម្ភាសគាត់បាននិយាយថាគាត់តែងតែខលទៅបងស្រីគាត់ដើម្បីសួរនាំពីសុខទុក្ខរហូតពីព្រោះបងស្រីគាត់ជាមួយនឹងកូនហ្នឹងគឺហួរតែ2នាក់ម៉ែកូនទេដោយសារតែលែងលះគ្នាជាមួយប្តីប៉ុន្តែប្រហែលថ្ងៃមុនពេលកើតហេតុហ្នឹងគឺប្អូនស្រីគាត់ហ្នឹងបានខលទៅគាត់ប៉ុន្តែគឺខលអត់លើករហូតដល់គាត់សម្រេចចិត្តថាគាត់ទៅផ្ទះដើម្បីទៅមើលថាបងស្រីគាត់ហ្នឹងទៅណាហើយយកក្មួយគាត់ទៅណានិយាយសួរទៅគឺបងគាត់ចង់ដឹងពីសុខទុក្ខរវាងបងស្រីគាត់ជាមួយនឹងក្មួយរបស់គាត់ប៉ុន្តែនៅពេលដល់ផ្ទះឃើញតែចាក់សោលបងចាក់អីរបៀបប្រៀបដូចជាមនុស្សនៅក្នុងផ្ទះអញ្ចឹងក៏គាត់សម្រេចចិត្តទៅវិញគាត់គិតថាចាំស្អែកផឹកចាំគាត់មកមើលគីឡូជួបអីអញ្ចឹងទៅប៉ុន្តែមុននឹងគាត់ត្រឡប់ទៅផ្ទះវិញហ្នឹងគាត់បានសួរលេខចិត្តខាងដែរថាមានឃើញក្មួយស្រីគាត់អត់ដែលក្មួយស្រីរបស់គាត់ឈ្មោះថាកោយ៉ាប៉ុន្តែលេខចិត្តខាងបានប្រាប់ថាគឺប្រហែលថ្ងៃហ្នឹងអត់មានឃើញម្ដាយកូននឹងទេរហូតដល់ទៅផឹកថ្ងៃស្អែកហ្នឹងខាងកន្លែងធ្វើការបងស្រីគាត់បានខលមកគាត់សួរនាំថាបងស្រីរបស់គាត់នឹងឈប់ធ្វើការហើយមិនមែនបើអត់មកធ្វើការប្រហែលថ្ងៃហ្នឹងដែលធ្វើឲ្យគាត់ដឹងរឿងហ្នឹងហើយគាត់មានអារម្មណ៍ថាគាត់អត់សូវស្រួលក្នុងចិត្តទេគាត់ត្រូវតែប្រញាប់មកផ្ទះនឹងម្ដងទៀតដើម្បីមើលថាមានរឿងអីកើតឡើងចំពោះបងស្រីគាត់ជាមួយនឹងក្មួយរបស់គាត់ពេលហ្នឹងគាត់រៀបចំខ្លួនគាត់នាំកូនគាត់ទៅសាលារៀនហើយគាត់ក៏ឈាមទៅផ្ទះបងស្រីរបស់គាត់នឹងប៉ុន្តែនៅពេលមកដល់ផ្ទះក៏បានឃើញសភាពក្មួយរបស់គាត់លេងតែម្នាក់ឯងនៅមុខផ្ទះជាមួយនឹងរូបរាងរបៀបក្មេងស្រីនឹងស្លៀកខោទឹកនោមហើយពាក់អាវដែលប្រឡាក់ខ្លួនសិតតែម្សៅអូបន្ទិនគាត់ក៏បានហៅបងស្រីរបស់គាត់ឲ្យមកបើកទ្វារប៉ុន្តែហៅប្រហែលដងក៏អត់មានពីណាចូលបើកទ្វារដែរដែលធ្វើគាត់សម្រេចចិត្តផ្លោះលបងហើយហៅលេខចិត្តខាងឲ្យមកជួយនៅពេលគាត់ផ្លោះលបងហៅលេខចិត្តខាងមកជួយគាត់ក៏បានទៅរកសោដើម្បីបើកទ្វារអីចឹងទៅដើម្បីលេខចិត្តខាងសួរជួយមកមើលអីចឹងដល់ពេលគាត់ជួបក្មួយគាត់សួរក្មួយគាត់ថាម៉ាក់អូនទៅណាក្មួយគាត់បានថាណាម៉ាក់អូនគេឈឺនៅខាងលើប៉ុន្តែនៅពេលគាត់បានចូលទៅក្នុងផ្ទះហ្នឹងគាត់ស្រាប់តែធំក្លិនស្អុយខ្លាំងមែនទែននៅក្នុងផ្ទះហ្នឹងរហូតដែលធ្វើឲ្យគាត់នាំគ្នាជាមួយចិត្តខាងហ្នឹងឡើងទៅលើមើលថាមានរឿងអីមែនឬក៏របស់អីងាប់នៅលើហ្នឹងមែនបានវាស្អុយមែនប៉ុន្តែដល់ពេលឡើងទៅលើទៅគាត់បែរជាឃើញសាកសពបងស្រីគាត់ដេកស្លាប់នៅលើខែហើយតាមធ្វើកសោវិច័យរបស់ប៉ូលីសថាសាកសពហ្នឹងស្លាប់ហើយជា3ថ្ងៃហើយដែលធ្វើឲ្យគាត់របៀបគាត់ស្លុតចិត្តដែរដែលបងស្រីគាត់ស្លាប់បាន3ថ្ងៃប៉ុន្តែក្មួយគាត់គឺសភាពនៅធម្មតាទាំងអស់អ្នកទាំងអស់គ្នាគឺសភាពដូចក្មេងទូទៅអត់មានលក្ខណៈស្គមរីងរៃឬក៏ឈឺអីទេហើយគាត់ក៏បានសួរនាំក្មួយរបស់គាត់ថាប្រហែលថ្ងៃហ្នឹងអូននៅជាមួយណាគេកូនគាត់នៅនិយាយថាប្រហែលថ្ងៃហ្នឹងអូននៅជាមួយម៉ាក់ហើយគាត់ក៏បានសួរក្មួយស្រីគាត់ទៀតថាចុះប្រហែលថ្ងៃហ្នឹងនរណាគេឲ្យអូនញ៉ាំបាយឲ្យអូនញ៉ាំដោះគោកូនស្រីនឹងនិយាយថាប្រហែលថ្ងៃហ្នឹងគឺម៉ាក់អូននៅជាមួយអូនរហូតអត់មានទៅណាទេម៉ាក់អូនឆុងដោះគោអូនញ៉ាំអានរឿងទៀនឲ្យអូនស្ដាប់ហើយម៉ាក់អូនរៀបចំគ្រប់យ៉ាងបន្លែងលេងគេងអបអូនរាល់យប់ដែលធ្វើឲ្យរឿងហ្នឹងគឺគាត់របៀបថាសឹងអត់គួរឲ្យជឿព្រោះក្មួយស្រីគាត់ជាក្មួយមួយដែលអត់ចេះនិយាយកុហកតាំងពីដើមហេតុអីនិយាយពាក្យហ្នឹងចឹងគាត់គិតថាអាចជារឿងពិតដែរដែលវិញ្ញាណជាម្ដាយនឹងបានស្លាប់ហើយប៉ុន្តែនៅតែមើលថែសារកូនរហូតដល់គេរកកូនគាត់ឃើញនៅក្នុងផ្ទះមួយហ្នឹងហើយរឿងហ្នឹងគឺល្បីខ្លាំងមែនតើរហូតដល់ខាងដូចយើងនិយាយចឹងខាងប៉ុស្តិ៍វិទ្យុយករឿងហ្នឹងមកនិយាយហើយខាងកម្មវិធីក្បាច់នៅប៉ុស្តិ៍ទូរទស្សន៍ក៏បានថតរឿងហ្នឹងខ្លីៗដើម្បីលេងផងដែរហើយនឹងរឿងហ្នឹងគឺល្បីខ្លាំងមែនតើអ្នកនរគ្នាខ្ញុំនិយាយមែនស្អីរឿងហ្នឹងស្ដាប់មកទៅវាអត់គួរឲ្យខ្លាចប៉ុន្តែវាគួរឲ្យនៅវិញតែក្មេងស្រីម្នាក់ហ្នឹងនៅតែគិតថាម៉ាក់គាត់ឈឺសូម្បីតែពេលបនសពហ្នឹងក៏ក្មេងស្រីនឹងតែនិយាយថាម៉ាក់គាត់គេងនៅក្នុងមន្ទីរពេទ្យអត់បានស្លាប់ទេ